មុខម្ហូបបែបញ៉ាំបន្លែស្រស់ៗបានច្រើនណាគឺមានតែឆាឡុកឡាក់សាច់គោទេបងប្អូនគឺយើងអាចញ៉ាំបន្លែបានច្រើនមុខហើយញ៉ាំបន្លែស្រស់ៗទៀតហើយឆ្ងាញ់ទៀតយើងយកមកជ្រលក់ជាមួយនឹងទឹកម្រេចបងប្អូននិយាយពីថាជាតិមែនតើពេលខ្លះគេប្រាប់ថាញ៉ាំម្ហូបណាដែលបែបសុខភាពណាបងប្អូននៅអត់ឃើញទេតាមពិតនេះឯងឆាឡុកឡាក់សាច់គោនឹងឯងហើយងាយស្រួលធ្វើទៀតជាដំបូងហ្នឹងគឺខ្ញុំលីងខ្ទឹមឲ្យឈ្ងុយហើយគឺខ្ញុំដាក់ប្រេងខ្យងនឹងទឹកត្រីណាលីងអញ្ចឹងឲ្យឈ្ងុយសិនបានខ្ញុំដាក់សាច់គោចូលសាច់គោទិញសាច់ណាផុយអញ្ចឹងយកមកឆាឆ្ងាញ់មែនតើបន្ទាប់មកគឺខ្ញុំដាក់គ្រឿងផ្សំណាខ្ញុំដាក់ប៊ីចេងដាក់ម្សៅស៊ុបដាក់ស្កររួចហើយយើងឆាចុះឆាឡើងពី3ត្រឡប់ទៅមិនឆាឲ្យឆ្អិនពេកទេគឺខ្ញុំដាក់ទឹកប៉េងប៉ោះណាទឹកប៉េងប៉ោះពេលយើងដាក់ទៅគឺធ្វើឲ្យឆារបស់យើងហ្នឹងគឺឡើងទឹកខាប់គឺឆ្ងាញ់ខ្លាំងមែនតើឆាតែប៉ុណ្្នឹងគឺរួចរាល់ហើយបងប្អូនដួសយកមកដាក់ពីលើបន្លែដែលយើងរៀបចំដាក់ចានហ្នឹងមកតែប៉ុណ្្នឹងហើយបន្ថែមជាមួយនឹងស្លឹកខ្ទឹមអីទៀតមកគឺឆ្ងាញ់ហើយបងប្អូនយកទៅជ្រលក់ជាមួយនឹងទឹកម្រេចណានិយាយទៅមួយមុខនេះខ្វះអត់បានទេទឹកម្រេចយកបងប្អូនហើយការធ្វើទឹកម្រេចរបស់ខ្ញុំគឺងាយស្រួលបំផុតហើយគឺខ្ញុំដាក់ខ្ទឹមម្ទេសច្រាំមកទៅដាក់ម្រេចដាក់ប៊ីចេងដាក់ស្ករដាក់ម្សៅស៊ុបហើយច្របាច់ក្រូចឆ្មាទឹកហ្នឹងគឺយើងយកទឹកឆាសាច់គោមិញហ្នឹងបងប្អូនយកមកដាក់មកគឺវាឡើងខាប់ឆ្ងាញ់មែនតើហើយយកមកជ្រលក់ជាមួយនឹងឆាឡុកឡាក់របស់យើងនេះមកនិយាយពីថាអូឆ្ងាញ់ហ្មងបងប្អូនជាតិមែនតើមួយមុខនេះញ៉ាំហើយមានកម្លាំងទៀតហើយងាយឆាប់បានញ៉ាំទេមួយមុខនេះ